សូមស្វាគមន៍មកកាន់ Channel Taxi for Family ថ្ងៃនេះខ្ញុំចេញរត់ម៉ោង1ថ្ងៃត្រង់ហើយរហូតដល់យប់ម៉ោង11:30នាទីនៅរាជធានីភ្នំពេញដោយប្រើរថយន្តអគ្គិសនី BYD ហើយនៅថ្ងៃនេះដែរខ្ញុំទទួលបាន Grab 4ជើងសរុបបានលុយ 35,000 បាទថ្ងៃនេះតិចមែនតើហើយចំពោះ Pass App វិញខ្ញុំបានតែ2ជើងទេបាទ 55,000 បាទប៉ុន្តែហែងដែរបាទដោយសារថ្ងៃហ្នឹងមានភ្ញៀវដៃភ្ញៀវចាស់បាទភ្ញៀវចាស់គាត់ធ្លាប់ជិះពីមុនមកហើយក៏គាត់ហៅជិះបាទហើយក៏បាន10,000 បាទពីភ្ញៀវចាស់បាទគាត់ជិះច្រើនបាទឆ្ងាយដែរបាទហើយថ្ងៃនេះក៏ខ្ញុំអត់មានជើងទៅពលានដែរបាទនេះខ្ញុំជូនភ្ញៀវចាស់បាទចេញពីភ្នំពេញទៅខាងខេត្តកំពង់ស្ពឺបាទគិតជាចម្ងាយគីឡូវាចូលប្រហែលជា30គីឡូជាងដែរបាទហើយទៅវិញទៅមកបាទទៅវិញទៅមកវា70គីឡូជាងបាទ70គីឡូជាងហើយនេះគឺជាសកម្មភាពរបស់ខ្ញុំនៅតាមផ្លូវជាតិលេខ4បាទចរាចរណ៍នៅតាមហ្នឹងគឺសបោឡានកុងតឺន័រច្រើនតិចបាទដោយសារតំបន់ហ្នឹងជាឧស្សាហកម្មមានរោងចក្រមានឃ្លាំងមានអីច្រើនមានផែស្ងួតអីចឹងណាបាទអញ្ចឹងទៅក៏មានឃើញឡានកុងតឺន័របាទមកច្រើនបាទហើយខ្ញុំចេញពីក្រុងបាទចេញពីក្រុងហើយឡានកុងតឺន័រឡានក្រុងឯងក៏ចូលក្រុងអញ្ចឹងទៅវាស្ទះមកចំហៀងបាទខាងស្ដាំមិនសូវជាស្ទះមកនេះបាទប៉ុន្តែខាងឆ្វេងឃើញមានឡានកុងតឺន័រច្រើនបាទហើយអញ្ចឹងខ្ញុំសរុបជូនពុកម៉ែបងប្អូនថាក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំរកចំណូលបាន19,000 បាទ19,000រៀលហើយបានធីបតិចតួចបាទធីប2,000រៀលបាទហើយបើសិនការសាក់ថ្មរបស់ខ្ញុំគឺក្នុងមួយថ្ងៃជាទៀងទាត់ខ្ញុំសាក់អស់$5បាទហ្នឹងហើយក្នុងមួយថ្ងៃសាក់អស់$5ហើយនេះឡានអគ្គិសនីបាទការចំណាយតិចបែបហ្នឹងបាទក្នុងមួយថ្ងៃយើងចំណាយតែ$5គឺអាចរត់បានហើយបាទ2ថ្ងៃសាកម្ដងក៏បានដែរបាទគាត់ថា2ថ្ងៃសាកម្ដងក៏លោយើងបានភ្ញៀវវែងទៅពលានទៅអីចឹងខ្លាចវាស្ទើថ្មស្ទើអីចឹងណាអញ្ចឹងខ្ញុំជារៀងរាល់ថ្ងៃខ្ញុំសាក់មួយថ្ងៃម្ដងបាទពីជាទៅខ្ញុំសល់40% 50%អីចឹងខ្ញុំមុននឹងរត់ចឹងខ្ញុំចូលមកសាក់ឲ្យបាទហើយនេះគឺសកម្មភាពផ្លូវជាតិលេខ4បាទចរាចរណ៍បាទយើងបានផ្លូវធំដែរបាទផ្លូវធំគឺមិនសូវស្ទះប៉ុន្មានដែរហើយចរាចរណ៍មកល្មមមិនសូវជាស្ទះណាដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវលេខ4គឺមានឡានកុងតឺន័រឡានអីច្រើនបាទសូមមេត្តាជិះម៉ូតូប្រយ័ត្នប្រយែងបាទឃើញមានម៉ូតូច្រើនគាត់ជិះលឿនឆាបលេចឆាបកាត់បាទនឹងមិនល្អទេហើយកាត់វីដេអូមកដែរនេះខ្ញុំនៅក្នុងឡានបាទខ្ញុំកំពុងតម្លាក់ភ្ញៀវម៉ួយដៃហើយអញ្ចឹងខ្ញុំចាប់ដើមបើកអេបធម្មតាវិញបាទហើយឥឡូវនេះខ្ញុំចេញមកភ្នំពេញវិញហើយឥឡូវខ្ញុំមកដល់ខាងផ្លូវនេះបាទចេញពីអូឡ িম্প ិកទៅចិត្តអាគេ42ជាន់ណាបាទនឹងហៅផ្លូវស្អីទេបាទខ្ញុំមិនសូវច្បាស់ដែរផ្លូវហ្នឹងអញ្ចឹងនេះគឺសកម្មភាពនៅតាមផ្លូវបាទចិត្តអាគារ42ជាន់បាទឥឡូវយើងចេញទៅបុកទៅខាងវិមានឯករាជ្យឡើងកោះពេជ្រអីចឹងទៅបាទផ្លូវហ្នឹងគឺអាចទៅដល់កោះនរាកោះអីចឹងណាហ្នឹងហើយចរាចរណ៍ម៉ោងឥឡូវម៉ោង6បាទ6:00គឺចាប់ដើមថាស្ទះក៏ស្ទះដែរបាទតែមិនស្ទះណាដែរផ្លូវហ្នឹងល្មមបាទហើយមើលចរាចរណ៍ដូចពុកម៉ែបងប្អូនបានទស្សនាឃើញចរាចរណ៍អត់សូវជាស្ទះទេបាទគាត់ថាម៉ូតូខាងស្ដាំនឹងជិះច្រើនបាទខាងឆ្វេងគឺរថយន្តច្រើនបាទហើយចរាចរណ៍ល្មមមិនអីទេបាទចំពោះផ្លូវនេះដែរជាស្រ័យមិញមិនមែនផ្លូវនេះទេបាទផ្លូវអាគារ42ជាន់នេះសំទោសបាទផ្លូវនេះគេហៅផ្លូវផ្លូវសហព័ន្ធរុស្ស៊ីបាទផ្លូវសហព័ន្ធរុស្ស៊ីពីព្រោះមិញហ្នឹងខ្ញុំជិះកាត់តាមពលានចាស់ពោធិ៍យន្តង់កាត់ទឹកថ្លាហើយម្ដងមកនេះគេហៅស្តុបនិកវ័នបាទស្តុបនិកវ័នឬក៏នៅចិត្តផ្លូវទៅក្រាន2ហ្នឹងឯងបាទហើយឥឡូវនេះស្ទះខ្លាំងខាងស្ដាំមានស្ពេសបាទខ្ញុំក៏ងាកស្ដាំមកបាទធ្វើដំណើរទៅបានបាទដោយមិនអីទេអាចទៅមុខបាន
bà hay kia chơi đây đó bà cứ khơi sang xong vô đã ta toàn bao tầm ná cá nhưng đang ta lại nâng kê thôi chỉ xa tầm nớ được có ấy đấy bà ấy cho cho cái lại stop này của one bà hay stop này của one lấy dừng stop kill ấy chập down firm nào từ một tiết mà ấy cho cứ step tam stop thông thông nó ngay bà tam pot stop ấy chứ chỉ thòm na bà mình ấy thế ấy cho là móm bà là móm chứ xua thua đầm nào mình sơi chia thôn thao ấy mà thế nè lời giá sả lăng mình té mà bàn tay vì step cái lại just stop cái đàn pi là ngày mà mình tích nhưng tới pot stop nhưng tới một tiết này là ngày hay lấy dân mà đo một cái xuồng cà phê chết rồi chất stop cái đàn pi và lấy hàng năm đấy miền ca trồng pa ca trồng pay á và ca trồng pay xã đó và khai năng hay chỉ cắt khăn lăng cổ mà khăn cổ bị ca trồng pay mà hay miền bong phôn những cái hạt pran hạt ấy mà mong của mùi mong pram mới cho ba miền cho mà chân dương phơi đầm na tam năng đó hay mấy đôi chia ọt ấy đấy vì mình chia liền khăn na đôi muốn thế muốn liền khăn mà lấy ra cho dương mà đo cái đàn pí và thì cắt video máu lấy nhôm chập đam lẹp nhiều hói nhôm chập đam chi chơi nó chăm dấu bạc chơi nó chăm bạc chăm dấu trẻ tre chi rong thế nên mình nhiều bọc những thứ dương ở tập túi dương đập nhiều chun câu đào bà ai nấy cứ tranh pi ở một ven máu bà pleu một sân tha kia Cambodia nè bà xã bên tên bà rồi có một phèn sò đó bà pleu nó bọc từ Naga bà Naga ngoài chơi đây miền the page miền the bridge bà Naga one Naga twoไอ้ face มาต้องสะอาดนะว่ามีน LED มีนปูมีนเพลิงมีนไอ้จราจรตามเพลิงมาละโมมาสรุปชีนะพนมเปญจังสะอาดเหมือนเต้นมาเปรทอดอะเปกบาลอย่างงี้จังว่ามีนเตสเพียบสะอาดว่ามีนเพลิงมีนไอ้เมื่อเด็กก็มีนไอ้มีนรูปเปรมหาสัตว์ดะตังในหนังส่วนเมื่อเตก็สะอาดมาไอ้นี่คือนากาปีบ่าสนามใดมีนเนรกามีเนี่ยนากาปีบ่าเลยนี่เยิงฉลองจัดอันนั้นlà mấy tôi dọc nhiều nơi mà đồng này bà đồng mà kia the bridge bà the bridge thì chả cho có master đấy mà là món mà hay mở ca điệp trong ra cho nó sát miền tên bà thầy khang đam đây ní cứ taxi mà taxi app này biết chán taxi app này giờ ngay bà còn ba app nơi trăm nơi chất naga nâng bà thì còn cho chất nói chung này bà sầm rạp nhóm mà sơn nói chung cái này bà khơi chán chứ nhóm ở chập đam ở chiếc tờ rọc lại nè làm sơn miên lan chán nữa bà lầnนี้dương mà đo là rùng vùng mũ naga pí chạ thật hàng ở naga môi copy mà thì mà đồng này cứ xôm bạc bò này prong bạch mà vừa vùng vùng mũ mà miền mà to miền ấy chán chi chẳng dương trời rồi quay tích bà mình chẳng tới ai năng miền ca bạc bia kia bà bằng ca chia cột tại trả cho bà ní naga môi bà naga môi lớn cả điệp trong xã đấy bà vì một miền xuân miền đấy hay miền pleng LED miền đấy cả điệp trong mà ta kê xã miền tên bà trả cho những hay mấy chập đa miền ngất tới mà môi sam sầm bảy tí ấy bà hay vì đó đấy nhom mặt kha thế bà nhom chi tích bà nhom ba bo thòm đá hay nhom đã thòm đá là bươn với thòm đá nhom ọt kha ấy thế là bay chạy chôn bốc mai bong bong tu sna mơ thà ta trả cho nó nông pin dương nắng cứ mà nắng cứ dạng mạch đá bà ấy sầm rạp nè đài nơi nông pin có ban mơ còn ban chi còn đăngให้bà trả cho dạng này dạng đấy còn bàn tay sầm rạp bốc mai bong bongปูminh để con đài mình ban mọc to mấy còn anh mơ video năng bà chia ca không san môi bà thì nhom có đặt camera nó có thốt sự cam phép tam plei trái chun bông mai bông bông bà lầnนี้nhom chế ba rẻ bà chế ba mơ kê mơ ấy những thứ hay ép dựng ba thòm ra những tới bà hay cắt video mó nhưng mà đo ở đây vinh bà dân miền như miền ấy dân trôi mặt hàng ở vì miền ấy kia mà vĩnh bà lời nở đom mà lời nở đom hay ní vì miền ấy kia nó về giúp bà mong pump sam sắp pump bay ti bà sát bà hay
miền bánh tắc bánh ấy bà tam vì miền ai kể mơ tới sạch nó bà hay đặt lưng ấy mơ tới ôi sạch nó lại này mình tên សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ល្បីគាត់ឃើញទេតែសម្រាប់អ្នកពុកម៉ែបងប្អូនដែលគាត់យូរមកម្ដងឬក៏មិនណែបានមកឬក៏គាត់នៅក្រៅប្រទេសអីគាត់អាចមើលវីដេអូហ្នឹងជាការកម្សាន្តបាទចង់ដឹងថាតាមភ្នំពេញយើងចរាចរណ៍ការអភិវឌ្ឍឡើងចុះអីយ៉ាងណាយ៉ាងណីបាទអញ្ចឹងវាជាផ្នែកមួយកម្សាន្តទស្សនីយភាពសម្រាប់តាមវីដេអូវែងបាទខ្ញុំមានតែដាក់ voice over អញ្ចឹងឯងបាទដោយសារតែពេលខ្លះយើងបើកបរយើងចាក់តន្ត្រីចាក់ចម្រៀងអីទៅខ្លាចវាមានជាប់អី copyright copy អីរបស់គោលការណ៍របស់នេះគេអញ្ចឹងណាអញ្ចឹងក៏ខ្ញុំដាក់ជាវីដេអូអញ្ចឹងទៅហើយដាក់ voice over អញ្ចឹងទៅបាទដើម្បីនិយាយជាសលេងត្មងទៅបាទកាលណាខ្ញុំយកសលេងសេនពីកាមេរ៉ាមកជួនកាលខ្ញុំភាគច្រើនខ្ញុំចាក់ចម្រៀងចាក់អីស្ដាប់កំសាន្តបាទហើយអញ្ចឹងក៏ធ្វើជា voice over ទៅបាទហើយអញ្ចឹងសរុបថ្ងៃហ្នឹងដែរឥឡូវនេះម៉ោង7 8បាទខ្ញុំតិចទៀតខ្ញុំកាត់វីដេអូបាទថ្ងៃហ្នឹងខ្ញុំរត់ដល់ម៉ោង11 12យប់បាទដោយសារតែមានភ្ញៀវគាត់បុកច្រើនគួរសមដែរគាត់ថាមួយដៃចាស់ហ្នឹងគាត់រត់ពីថ្ងៃរហូតដល់យប់ហើយដល់ពេលអញ្ចឹងយើងបានបើក app បានបន្តិចគាត់ថាមានភ្ញៀវគាត់បុកពីផ្សាររាត្រីបាទទៅដល់បឹងកេងកងគ្នាគាត់3នាក់បាទជូនម្នាក់ម្ដងចេញពីបឹងកេងកងទៅខាងផ្សារទូបង្របាទផ្សារទូបង្រចូលទៅក្នុងតិចបាទហើយចេញពីហ្នឹងបានជូនចុងក្រោយគេគឺបងស្រីគាត់នៅម្ដុំផ្សារសូឡាបាទអញ្ចឹងក៏រហូតដល់ម៉ោងយប់មិញម៉ោង12បាទបានចូលផ្ទះអញ្ចឹងទៅក៏សម្រាប់ម៉ោង12តែម្ដងទៅបាទហើយនេះនៅតាមផ្លូវនរោត្តមបុកទៅខាងនេះបាទបុកទៅខាងវត្តភ្នំបាទហើយចរាចរណ៍តាមផ្លូវគឺស្រួលជិះបាទអត់អីទេហើយ stop អីចឹងយើងគ្រប់ទាំងអស់គ្នាបាទគ្រប់ចរាចរណ៍ទាំងអស់គ្នាខាងខ្ញុំ stop ខៀវខ្ញុំអាចទៅបានបាទអញ្ចឹងនេះគឺជាតាមផ្លូវបាទដែលមានចរាចរណ៍មកល្មមស្រួលជិះបាទហើយខ្ញុំក៏កាត់វីដេអូខ្លះបាទខ្ញុំអង្គុយលេងនៅម្ដុំនេះដុំផ្សាររាត្រីបាទផ្សាររាត្រីឥឡូវបើក app បើកអីចឹងមកបាទហើយនេះគឺខ្ញុំដាក់បើក pass app មួយបើក Grab មួយចឹងសរុបថ្ងៃហ្នឹងបាទគឺគួរសមបាទសរុបទាំងពីរបេនទាំងមួយចាស់មួយអីបាន190,000បាទគិតជាដុល្លារវាជិត$50ដែរបាទអញ្ចឹងយើងដកថ្លៃសាកថ្ម$5វាបាន$45អីដែរអញ្ចឹងចាត់ទុកថាបានរៀងច្រើនបាទព្រោះរដងបាន$30 30ជាង40អីហ្នឹងបាទអញ្ចឹងថ្ងៃហ្នឹងមានអារម្មណ៍ថារៀងច្រើនជាងរដងអរគុណចំពោះការទស្សនាកុំភ្លេចចូលទស្សនាឲ្យបានច្រើនហើយជួយ subscribe និងឲ្យមេដៃម្នាក់មួយផងដើម្បីខាងខ្ញុំមានវីដេអូថ្មីជាបន្តទៀតដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទស្សនាកំសាន្តនៅពេលអបសុខផងដែរបាទអរគុណចំពោះការទស្សនាទាំងអស់គ្នាសង្ឃឹមថាជួបគ្នានៅវីដេអូបន្តទៀតបាយបាយជម្រាបលា